វេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នៅសាលាឃុំស្រែជីស្រុកអូគៀវសាន់ជ័យនៅខេត្តកញ្ចេះវេទិកាសាធារណៈនេះផងដែរដោយមានគណៈអធិបតីភាពឯកឧត្តមហេងចន្ទធួនរដ្ឋលេខាធិការក្រសួងរាយនឹងធម្មពលក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអូគ្រៀងសាន់ជ័យនិងឯកឧត្តមដួងពៅអភិបាលរងតំណាងអភិបាលខេត្តក្រចេះដ៏ខ្ពង់ខ្ពស់ក្រមកភូមិមងក្រហ្នឹងក្រអត់មានដងទឹកប្រើប្រាស់ទេអាស្រ័យលើទឹកអូទេអាដាមពីមុនមកបោកទៅនឹងគក់ទៅនឹងងូចទៅនឹងភូមិអីគេអូកពីចំណុចភ្នំជទាវអាដាមអូកពីចំណុចភ្នំជទាវអូកាពីបាទកម្មពីបាទពួកខ្ញុំមានស្ពានហើយផ្លូវមានបានធ្វើរួចអស់ហើយប៉ុន្តែនៅកន្លែងតំបន់លូខ្ញុំនេះដាច់ទៀតហើយបាទដាច់ចឹងទេខ្ញុំសុំលូ3កង់ថែមលូចាស់អញ្ចឹងទេបើមិនបានលូប៉ុណ្ណឹងផ្លូវដាច់ទៀតបាទអានឹងមួយពីរស្ពានសហគមន៍ដឹកនាំដល់ខ្ញុំតល់ហើយសាលាស្រុកជួយ4លាន30000រៀលដែរប្រព័ន្ធបាទស្ពានហ្នឹងសាងសង់បាន50%ស្មាតសុំទោសឲ្យចុកនៅមុខគាត់ប្រគល់លុយ4លាន30000រៀលស្ពានហ្នឹងប្រើបានមួយឆ្នាំអីដំដល់រដូវខែសាឆ្នាំ2025នោះទឹកវាទៅបាត់ទៅបាត់ហើយឥឡូវទៅបាត់ហើយឥឡូវសុំមេត្តាជួយផងអស់លទ្ធភាពធ្វើឲ្យអូនចៅខ្ញុំបាទឈ្មោះដុនរាយុទ្ធបុនដុនអេដាមណូបាទអេដាមបាទដុនរាយុទ្ធបានជាការសនំពោអេដាមសូមទទូចផ្លូវពាក់ព័ន្ធនឹងពីរលួសមកស្រែជីនោះវាមានអូទូចនោះ2កន្លែងអូធំនោះមាន2កន្លែងតែយកទៅតាមផែនការអភិវឌ្ឍជាតិ3ឆ្នាំរំកិលខ្ញុំគិតថាប្រហែលជាអាចនឹងធ្វើបេតុងបានហើយព្រោះរយៈពេលមួយអាណត្តិនេះវាជិតនឹងដល់5ឆ្នាំហើយសន្យាទៅកិច្ចសន្យាព្រឹកមេដៃរាល់ហើយប៉ុន្តែបានមួយរយៈក្រោយគាត់នៅតែបន្តដើរចាក់ថ្នាំអារម្មណ៍ដាក់កថាថ្នាំតាំងពីដាក់ថ្នាំតាំងកតាមដើរចាក់ថ្នាំតាមផ្ទះអារម្មណ៍តែណាគាត់មិនមែនជាគ្រូពេទ្យហើយក៏គាត់មិនមានច្បាប់គ្រប់គ្រាន់ដើម្បីដើរចាក់ថ្នាំតាមផ្ទះហើយលក់ថ្នាំដែរអារម្មណ៍ខ្ញុំសុំតែប៉ុណ្្នឹងសូមឲ្យបងប្អូនយល់មិនដឹងឈប់ប្រើអាទម្លាប់ចាស់ហ្នឹងណាហើយតើមានប្រមាណអ្នកមេភូមិដឹងហើយថាដើរចាក់ថ្នាំតាមភូមិដឹងជឿថាដឹងហើយនិយាយការថាឈ្មោះមកប៉ោះមកឲ្យប៉ោះមកធ្វើការណែនាំឲ្យបើគាត់ណែនាំលើជាមួយស្រាប់ទេប្រាប់ខ្ញុំមកខត់ខ្លួនខ្ញុំតែមកខ្ញុំមកបាច់ឆ្លងទៅធានទីទេណាខ្ញុំសុំប៉ុណ្ណឹងក្នុងគណៈជាការនេះរបស់ស្រុកគឺខាត់នឹងប៉ុន្តែសុំឲ្យមេភូមិថាការសមាជិកភូមិអនុភូមិមានដល់3នាក់រឿងអីបើយើងត្រូវបាត់ភ្នែកបាត់ច្រមុះឲ្យគាត់ដើរចាក់ពីគ្រាការមិនដូរសុខភាពធ្វើលុយអស់រាប់លានណាបរដ្ឋាភិបាលយកមនុស្សមកនៅអ្នកខ្លះគេមិនចង់មកនៅផងអ្នកដែលចេះពេទ្យទៅជួយយើងនេះយើងមើលផ្លូវយើងមើលដល់ផ្លូវចូលមកទទួលស្គាល់ដល់ផ្លូវគឺពិបាកណាព្រោះតែពិបាកហ្នឹងហើយបានមិនចង់ឲ្យបងប្អូនជាប្រដ្ឋតែពេលមានបញ្ហាមួយចំនួនគឺមិនងាយជួងទៅដល់ពេលខែទេគឺយើងមានដំណាក់កាលទី1នេះណាមានដំណាក់កាលទី1ហើយយើងមានឡានពិគ្រោះមួយនៅខាងអាលូតៃជីមានបញ្ហាខ្លាំងគឺអាលូតៃជីមកជួយយើងណាឡានហ្នឹងមិនមែនឡានយកមកមើលជំងឺឡាននេះគឺអាចប្រើការបានឡានតែហ្នឹងគឺសុំគេបានណាសុំបានអញ្ចឹងខ្ញុំសូមជម្រាបទៅអញ្ចឹងគឺឲ្យមេភូមិអនុភូមិសមាជិកភូមិរាយការណ៍មកឃុំជាបន្ទាន់ឃុំជាទៅប៉ុកវេទិកាសាធារណៈនេះផងដែរមានប្រជាពលរដ្ឋចូលរួម220នាក់ស្មើនឹងស្រី93នាក់គណៈពេលនេះខ្ញុំបាទប្រាក់សៀងលី WCV ធ្វើសេចក្តីរាយការណ៍ពីទឹកដីឃុំស្រែជីចង់បង្កើតមុខរបរឬពង្រីកអាជីវកម្មរបស់លោកអ្នកឲ្យកាន់តែឈានទៅមុខនឹងទាន់សម័យកាលដែរឬទេអស់ក្តីបារម្ភជាមួយនឹងស្នាដៃកូនខ្មែរគឺម៉ាស៊ីនផលិតនំបញ្ចុកស្វ័យប្រវត្តិដែលចាំឲ្យទៀតតម្លៃសមរម្យមានទទួលដំឡើងទូទាំងប្រទេសកម្ពុជាទំនាក់ទំនងតាមលេខទូរស័ព្ទ085 77 66 51 067 77 66 51លុយគ្មានពីរខ្មែរជួយខ្មែរ